តាមរយៈស្លឹកវានេះបង្ហាញថាអ្នកគឺជាស្ដេចឬក៏ជាព្រះអង្គម្ចាស់ដែលកំពុងតែតាមរកស្នេហ៍ពិតក៏កំពុងតែតាមរកម្ចាស់ក្សត្រីឬក៏តាមរមហាសីពិតរបស់ព្រះអង្គដែរអ្នកជាមនុស្សម្នាក់អ្វីតែស្លឹកវាបង្ហាញថាមានប្រុសមានស្រីប៉ុន្តែអ្នកអាចជាប្រុសឬក៏ជាស្រីឬក៏ជាភេទណាក៏ដោយតែអ្នកមកចូលនៅមើលនៅវីដេអូនេះគឺអត់មានប្រកាន់ភេទទេអញ្ចឹងអ្នកគឺជាមនុស្សម្នាក់ដែលមានចិត្តមោះមុតអង្គអាចក្លាហានអ្នកគឺជាអ្នកដឹកនាំគឺជា leader គឺជាមនុស្សម្នាក់ដែលមើងម៉ាត់เนาะហៅថាមានចរិតមើងម៉ាត់ផ្ដាច់ការបន្តិចនៅក្នុងស្លឹកវាមានបៀដែលបញ្ជាក់ថាអ្នកដល់គូព្រេងហើយក៏ជាបៀដែលបញ្ជាក់ថាអ្នកមានគូព្រេងតាំងពីអតីតជាតិមកម្លេះតែបានសន្យាជាមួយគ្នាតាំងពីជាតិមុនមកអញ្ចឹងណាថាកើតជាតិនឹងមកនឹងជួបគ្នាម្ដងទៀតអញ្ចឹងអ្នកនឹងបានជួបគាត់ម្នាក់នោះហើយអ្នកនឹងបានជួបគូម្នាក់នោះដែលមាននិស្ស័យតាំងពីអតីតជាតិមកតែមុននឹងជួបគូរបស់អ្នកហាក់ដូចជាធ្លាប់ជួបនៅស្នេហាបោកប្រាស់ស្នេហាហៅថាត្រូវបានគេធ្លាប់លួចគេឆក់ធ្លាប់លួចឆក់អត់ត្រូវរបៀបថាដូចថាសង្សាររបស់អ្នកឬក៏ដៃគូរបស់អ្នកត្រូវបានអ្នកដតីលួចឬក៏អ្នកដតីឆក់យកទៅបាត់អីចឹងណាបែបលក្ខណៈបែបហ្នឹងអ្នកគឺជាមនុស្សម្នាក់ដែលមានមន្តស្នេហ៍ជាប្រុសក៏ដោយជាស្រីក៏ដោយគឺមានមន្តស្នេហ៍តាក់ទាញខ្លាំងមែនតើដោយសារតែសម្រស់របស់អ្នកគឺស្រស់ស្អាតស្រស់សង្ហាដោយសារតែអ្នកជាអ្នកមានអាចនិយាយថាជាអ្នកមានស្ដុកស្ដំម្នាក់ដែរមើលទៅមានការងារបើនិយាយពីការងារតំណែងគឺធំខ្ពង់ខ្ពស់បើនៅក្នុងជួរកងទ័ពអាចហៅថាមេទ័ពអីចឹងតែបើក្នុងរដ្ឋវិញអាចជាប្រធានផ្នែកប្រធានអីចឹងណាអញ្ចឹងសម្រាប់ខាងក្រៅក៏តាក់ទាញទ្រព្យសម្បត្តិក៏តាក់ទាញមុខតំណែងក៏តាក់ទាញអញ្ចឹងមួយយ៉ាងទៀតមុខមាត់របស់អ្នកនៅពេលដែលអ្នកចាញ់តាណាមណាឬក៏និយាយស្ដីអីចឹងស្នាមញញឹមហើយនឹងពាក្យសម្ដីរបស់អ្នកហ្នឹងណាគឺតាក់ទាញភេទផ្ទុយគ្នាខ្លាំងមែនតើមួយយ៉ាងទៀតបើមើលទៅតាមស្លឹកវាអ្នកគឺជាមនុស្សម្នាក់ដែលមានបទពិសោធន៍ស្នេហាច្រើនអាចថាធ្លាប់ស្រឡាញ់គេម្នាក់ឯងហើយក៏ធ្លាប់ត្រូវបានគេស្រឡាញ់ដែរហើយក៏ធ្លាប់ត្រូវបានស្រឡាញ់គ្នាទៅមកដែរប៉ុន្តែត្រូវបែកគ្នាទៅវិញអញ្ចឹងណាហាក់ដូចជាមានគូច្រើនដងធ្លាប់មានតំណែងនៅស្នេហាច្រើនដងអញ្ចឹងណាហើយអ្នកមានបទពិសោធន៍ច្រើននៅក្នុងរឿងស្នេហាអញ្ចឹងបានជាអ្នកនឹងផ្សងរកស្នេហ៍ពិតហើយតាមរកស្នេហ៍ពិតដោយសារតែស្នេហាកន្លងមកដែលអ្នកធ្លាប់ជួបនឹងវាអត់ទាន់ជួបស្នេហ៍ពិតអត់ទាន់ជួបមនុស្សម្នាក់ដែលយើងព្រមនៅជាមួយគាត់ហើយគាត់ព្រមនៅជាមួយយើងរហូតវាអត់ទាន់ជួបអញ្ចឹងស្នេហ៍ពិតគឺមនុស្សពីរនាក់ដែលមានចិត្តប្រហែលគ្នាមានបុណ្យប្រហែលគ្នាអានឹងបាននៅមួយគ្នាបានប៉ុន្តែយ៉ាងណាអ្នកនឹងជួបពីព្រោះព្រមលិខិតបានរៀបចំមកហើយក៏បង្ហាញប្រាប់អ្នកដែរថាអ្នកនឹងជួបគូរបស់អ្នកហើយគូរបស់អ្នកអាចជាមនុស្សដែលអ្នកធ្លាប់ជួបកាលពីអតីតជាតិអានេះបើសិនជាអ្នកជឿបើសិនជាអ្នកជឿរឿងជាតិមុខជាតិក្រោយអីចឹងណាអញ្ចឹងគូព្រេងរបស់អ្នកអាចជាមនុស្សម្នាក់ដែលអ្នកធ្លាប់ជួបតាំងពីជាតិមុនមកម្លេះ